សួស្តីចៅតោះស្ដាប់រឿងនិទានជាមួយតាហើយចុចជាវ Channel តាផងណារឿងនេះបានមកពីលោកគ្រូចំណាប់ដែលជាគ្រូនៅសាលារៀនមួយក្នុងខេត្តកំពតកាលពី2ឆ្នាំមុនលោកគ្រូចំណាប់នៅជាគ្រូបង្រៀនកិច្ចសន្យាហើយទើបតែចូលមកធ្វើការនៅសាលានេះដោយសារជាគ្រូថ្មីលោកគ្រូមានទឹកចិត្តខ្លាំងក្លាចង់អភិវឌ្ឍសាលារៀននិងបង្រៀនសិស្សឲ្យក្លាយជាមនុស្សពូកែដោយអ្វីដែលលោកបានរៀនមកពេលនោះគឺជារដូវវស្សាហើយភ្លៀងបាំងធ្រើយ៉ាងខ្លាំងនៅថ្ងៃសៅរ៍លោកគ្រូចំណាប់ត្រូវបានចូលវេនយាមសាលានៅពេលយប់គឺគ្រូបង្រៀនប្រុសយាមពេលយប់ចំណែកគ្រូស្រីយាមតែពេលព្រឹកលោកគ្រូបានទៅដល់សាលាតាំងពីម៉ោង4ល្ងាចហើយមានមិត្តម្នាក់ទៀតឈ្មោះកេងនៅនិយាយគ្នាជាមួយលោកគ្រូផងដែរនៅពេលល្ងាចបរិយាកាសក្នុងសាលាគឺធម្មតាប៉ុន្តែនៅពេលដែលការងារយាមចាប់ផ្ដើមបរិយាកាសក៏បានផ្លាស់ប្ដូរជុំវិញខ្លួនមានតែភាពស្ងប់ស្ងាត់ឬតែសំឡេងខ្យល់សំឡេងឧបករណ៍ផ្សេងដែលបក់ទៅមកប៉ះគ្នាពេលនោះពូភិរៈរងអ្នកយាមអ្នកថែទាំសាលាក៏ដើរមកជួបលោកគ្រូចំណាប់ហើយហុចកូនសោឲ្យរួចប្រាប់ថាអូខេលោកគ្រូជួយចាក់សោទ្វារខាងមុខសាលាផងណាបន្ទាប់ពីពូភិរៈរងដើរចេញទៅបន្តិចគាត់ក៏បានងាកមកមើលលោកគ្រូចំណាប់ម្ដងទៀតជាមួយនឹងទឹកមុខដែលហាក់ដូចជាងឿងឆ្ងល់ហើយភ្នែករបស់គាត់បានសម្លឹងទៅផ្នែកខាងក្រោយរបស់លោកគ្រូចំណាប់ក៏បានសួរថាមានអីឬទេពូភិរិករងបានឆ្លើយដោយសំឡេងអន់ថាយប់នេះលោកគ្រូចំណាប់ត្រូវនៅស្ងៀមហើយសម្រាកទៅរួចគាត់ក៏ដើរចេញទៅលោកគ្រូចំណាប់មានអារម្មណ៍ថាមានអ្វីមិនប្រក្រតីពីព្រោះបើមិនដូច្នោះទេពូភិរិករងមិននិយាយបែបនេះទេលោកគ្រូក៏បានរត់តាមទៅសួរពូភិរិករងថាពូមានរឿងអីចង់ប្រាប់ខ្ញុំឬទេលោកគ្រូមានអារម្មណ៍តានតឹងហើយពិតជាចង់ដឹងណាស់ពូភិរិករងបានឈរមើលមុខលោកគ្រូមួយសន្ទុះរួចក៏បានស្ដោះទឹកមាត់ហាក់ដូចជាកំពុងតែតានតឹងខ្លាំងហើយគាត់ក៏បាននិយាយថាលោកគ្រូចំណាប់យប់នេះខ្ញុំសូមយ៉ាងមួយបានទេគឺក្រោយម៉ោង12យប់ដល់ម៉ោង3ទៀមភ្លឺហាមចេញពីបន្ទប់សម្រាកគ្រូដាច់ខាតមិនថាមានរឿងអ្វីកើតឡើងក៏ហាមចេញដែរបើឮសំឡេងកោះទ្វារឬឮសំឡេងអ្វីក៏កុំចេញសម្រាកតែលោកគ្រូចំណាប់គិតថាពូភិរៈរងនិយាយលេងឲ្យគាត់ខ្លាចក៏បានសួរថាពូនិយាយលេងជាមួយខ្ញុំឬពូភិរៈរងក៏តបបឹងថាមិនមែនទេលោកគ្រូខ្ញុំនិយាយមែនខ្ញុំនិយាយលេងធ្វើអីពេលបានឮបែបនេះលោកគ្រូចំណាប់ក៏ចាប់ផ្ដើមបេះដូងលោតខកចង្វាក់ហើយមានអារម្មណ៍ថាច្បាស់ជាមានរឿងគួរឲ្យខ្លាចណាស់កំពុងរងចាំលោកគ្រូក៏បានសួរពូភិរៈរងដោយត្រង់ថាពូវាមានរឿងអីពូត្រូវប្រាប់ខ្ញុំហើយពូភិរៈរងបានសម្លឹងទៅលើអាគារខាងក្រៅរបស់លោកគ្រូចំណាប់រួចក៏បាននិយាយថាគ្មានអីទេលោកគ្រូយកជាថាលោកគ្រូចំណាប់ធ្វើតាមអ្វីដែលខ្ញុំប្រាប់ទៅបើចង់សួរខ្ញុំស្អែកចាំយើងនិយាយគ្នារួចពូភិរៈរងក៏បានដើរចេញទៅលោកគ្រូចំណាប់មិនដឹងថាត្រូវធ្វើយ៉ាងណាក៏សម្រេចចិត្តបណ្ដោយរឿងនេះទៅបន្ទាប់ពីពូភិរៈរងដើរចេញពីសាលាហើយលោកគ្រូក៏បានទៅចាក់សោទ្វារហើយដើរទៅបន្ទប់សម្រាកគ្រូលោកគ្រូបានមើលទូរទស្សន៍លេងហ្គេមរហូតទាំងការនឿយហត់ពីការងារលោកគ្រូក៏បានលងលក់ទៅលោកគ្រូចំណាប់បានភ្ញាក់ឡើងហើយមើលទៅនាឡិកាដៃឃើញថាម៉ោងជាង11យប់ហើយលោកគ្រូក៏នឹកឃើញថាលោកគ្រូមិនទាន់បានទៅដើរល្បាតសាលាហើយថតរូបផ្ញើចូលក្នុង Google App ពណ៌បៃតងរបស់សាលាដើម្បីបញ្ជាក់ថាខ្លួនបានមកចូលវេននៅថ្ងៃនេះទេលោកគ្រូចំណាប់ក៏បានចាប់ពិលហើយហៀបនឹងចេញពីបន្ទប់សម្រាកគ្រូលោកគ្រូក៏បានឮសំឡេងនៅក្នុងក្បាលនិយាយថាគុំចេញទៅសំឡេងនេះបាននិយាយដដែល
លោកគ្រូចំណាប់ក៏ឈប់ហើយងឿងឆ្ងល់លោកគ្រូបានសម្លឹងមើលជុំវិញខ្លួនរកមើលប្រភពនៃសំឡេងប៉ុន្តែជុំវិញខ្លួនគឺគ្មានអ្វីទាំងអស់មានតែលោកគ្រូនៅម្នាក់ឯងបន្ទាប់មកលោកគ្រូក៏នឹកឃើញពាក្យរបស់ពូភារៈរងដែលបានប្រាប់ថាក្រោយម៉ោង12យប់ហាមចេញពីបន្ទប់សម្រាប់គ្រូដាច់ខាតលោកគ្រូគិតហើយគិតទៀតថាតើត្រូវធ្វើដូចម្ដេចបើលោកគ្រូមិនចេញទៅថតរូបផ្ញើចូលក្នុងអេបទេពួកគេក៏មិនដឹងថាលោកគ្រូបានមកចូលវេនហើយស្អែកលោកគ្រូអាចនឹងត្រូវបាននាយកហៅទៅស្ដីបន្ទោសលោកគ្រូចំណាប់មិនចង់គេចវេះពីកាតព្វកិច្ចរបស់ខ្លួនឡើយហើយពេលនោះនៅសល់ប្រហែល25នាទីទៀតដល់ម៉ោង12យប់លោកគ្រូក៏គិតថាគួរតែប្រញាប់ចេញទៅថតរូបឲ្យហើយរួចប្រញាប់ត្រឡប់មកវិញដូច្នេះលោកគ្រូក៏បានចេញទៅភ្លាមនោះខ្យល់ត្រជាក់ក៏បានបក់មកប៉ះមុខលោកគ្រូហាក់ដូចជាខ្យល់ម៉ាស៊ីនត្រជាក់នៅក្នុងហាងលក់ទំនិញចឹងលោកគ្រូក៏ដើរទៅមុខបណ្ដើរហើយចាំងពិលមើលជុំវិញសាលាបណ្ដើរបរិយាកាសក្នុងសាលាគឺងងឹតសូន្យសុងមានតែភ្លើងដែលបើកនៅតាមអគារមួយចំនួនយប់នោះក៏មានពន្លឺព្រះច័ន្ទពេញវងដែលធ្វើឲ្យលោកគ្រូអាចមើលឃើញអ្វីបានតិចដើរបានបន្តិចភ្លៀងក៏បានធ្លាក់មកយ៉ាងខ្លាំងលោកគ្រូមិនឮសំឡេងអ្វីទាំងអស់គឺឮតែសំឡេងភ្លៀងតែមួយគត់លោកគ្រូសម្លឹងមើលទៅផ្លូវដើរដ៏វែងខាងមុខហើយបាននិយាយក្នុងចិត្តថាបរិយាកាសពេលនោះគួរឲ្យខ្លាចខ្លាំងណាស់លោកគ្រូមានអារម្មណ៍តានតឹងប៉ុន្តែបានធ្វើចិត្តស៊ូហើយដើរបន្តទៅមុខលោកគ្រូដើរឆ្លងកាត់បន្ទប់នីមួយបន្ទប់ខ្លះបើកទ្វារបន្ទប់ខ្លះបិទហើយលោកគ្រូក៏មិនហ៊ានមើលចូលទៅក្នុងបន្ទប់ដែលបើកទ្វារនោះទេពេលដើរឮតែសំឡេងស្បែកជើងរបស់លោកគ្រូដែលបន្លឺឡើងយ៉ាងច្បាស់លោកគ្រូចំណាប់មានអារម្មណ៍ថាហាក់ដូចជាមាននរណាម្នាក់លបមើលលោកគ្រូនៅជុំវិញគ្រប់ទិសទីពេលនោះលោកគ្រូមិនដឹងថាខ្លួនឯងគិតច្រើនពេកឬយ៉ាងណាទេលោកគ្រូបានដើរត្រួតពិនិត្យអគារផ្សេងហើយក៏ទៅដល់អគារ3លោកគ្រូបានដើរមើលរហូតដល់ជាន់ទី5នៅជាន់នេះលោកគ្រូមានអារម្មណ៍ថាខុសប្លែកពីជាន់ផ្សេងទៀតគឺមានអាកាសធាតុត្រជាក់ជាងជាន់ផ្សេងហើយបរិយាកាសក៏ស្ងាត់ជ្រងំខ្លាំងណាស់បន្ទប់នេតសាស្ត្ររបាំក៏នៅជាន់នេះផងដែរវាបានធ្វើឲ្យលោកគ្រូនឹកដល់រឿងរ៉ាវចម្លែកដែលគ្រូរុនមុនធ្លាប់បាននិយាយប្រាប់តាក់ទងនឹងបន្ទប់នេតសាស្ត្រនេះដែលពួកគេបាននិយាយថាធ្លាប់បានឮតន្ត្រីបុរាណលេងដោយខ្លួនឯងទោះបីជាគ្មាននរណានៅក្នុងបន្ទប់ក៏ដោយបន្ទប់នេតសាស្ត្រគឺនៅចុងផ្លូវដើរលោកគ្រូបានគិតថានឹងមិនដើរទៅដល់មុខបន្ទប់នោះទេគឺគ្រាន់តែដើរដល់ពាក់កណ្ដាលជាន់ក៏ថតរូបរួចក៏ចុះទៅវិញលោកគ្រូដើរទៅមុខបណ្ដើរទាំងមានអារម្មណ៍តានតឹងខ្លាំងណាស់លោកគ្រូបានព្យាយាមលេខទឹកមាត់ហើយទប់ចិត្តកុំឲ្យខ្លាចពេលដល់ពាក់កណ្ដាលជាន់លោកគ្រូក៏បានយកទូរស័ព្ទថតរូបរួចក៏ងាកក្រោយដើម្បីដើរត្រឡប់មកវិញពេលនោះលោកគ្រូក៏បានឮសំឡេងនរណាម្នាក់កំពុងដើរសំឡេងនេះបានលាយឡំជាមួយសំឡេងភ្លៀងហើយបានបន្លឺឡើងពីផ្នែកខាងក្រោយរបស់លោកគ្រូចំណាប់ព្រឺសម្បល់ពេញខ្លួនលោកគ្រូខ្លាចខ្លាំងណាស់រហូតដល់ជើងឡើងរញ័រពេលនោះលោកគ្រូមិនហ៊ានងាកក្រោយទៅមើលឡើយហើយមានអារម្មណ៍ថាខាងក្រោយខ្នងរបស់លោកគ្រូត្រជាក់ខ្លាំងណាស់លោកគ្រូមានអារម្មណ៍ថាហាក់ដូចជាមានអ្វីមួយនៅខាងក្រោយហើយអ្វីដែលនៅខាងក្រោយនោះព្យាយាមធ្វើឲ្យលោកគ្រូងាកទៅមើលប៉ុន្តែលោកគ្រូចំណាប់បានតស៊ូជាមួយអារម្មណ៍របស់ខ្លួនហើយមិនបានងាកទៅមើលឡើយលោកគ្រូក៏បានប្រញាប់ដើរទៅមុខបន្តដើម្បីចុះទៅជាន់ក្រោមលោកគ្រូបានត្រឡប់ទៅដល់អគាររបស់ខ្លួនហើយបានចូលទៅក្នុងបន្ទប់សម្រាប់គ្រូលោកគ្រូក៏បានបិទទ្វារហើយចាក់សោយ៉ាងជិតល្អភ្លាមនោះសំឡេងទូរស័ព្ទរបស់លោកគ្រូក៏បានរោទឡើងលោកគ្រូបានកំណត់ម៉ោងរោទនៅម៉ោង12យប់ពេលដែលលោកគ្រូដើរទៅដល់ជាន់ទី2នាឡិកាដៃរបស់លោកគ្រូក៏បានលោតរោទឡើងដែលបង្ហាញថាពេលនេះម៉ោង12យប់ហើយលោកគ្រូមានអារម្មណ៍ព្រឺរភីពេញខ្លួនហើយសំឡេងរបស់ពូភារៈរងដែលបានប្រាប់លោកគ្រូពីមុន
ក៏បានបន្លឺឡើងនៅក្នុងក្បាលរបស់លោកគ្រូមានអារម្មណ៍ក្តៅខ្លួនទាំងអស់នៅពេលដែលលោកគ្រូកំពុងតែដើរឆ្លងកាត់ជាន់ទី2ផ្នែកខាងឆ្វេងរបស់លោកគ្រូហាក់ដូចជាបានសម្លឹងទៅតាមផ្លូវដើរហើយលោកគ្រូបានឃើញរូបរាងស្ត្រីម្នាក់កំពុងតែឈរពេលនោះផ្លែកបន្ទាល់ក៏បានឡាយលោកគ្រូចំណាប់ក៏បានងាកទៅមើលហើយឃើញស្ត្រីម្នាក់កំពុងឈរបែរខ្នងនាងបានស្លៀកសម្លៀកបំពាក់ខ្មែរបុរាណអាវដៃវែងពណ៌ខ្មៅហើយផ្នែកខាងក្រោមជាសំពត់ហូលពណ៌ខ្មៅមិនបានពាក់ស្បែកជើងទេលោកគ្រូចំណាប់ក៏បានឃើញថាមានដំណក់ទឹកហូរចេញពីជើងរបស់នាងផងដែរលោកគ្រូគិតថាតើជាអ្នកចុងភៅឬអ្នកសម្អាតសាលាឬក៏ជាអាណាព្យាបាលសិស្សបើជាអ្នកចុងភៅឬអ្នកសម្អាតសាលានាងប្រហែលជាមកយករបស់អ្វីមួយដែលភ្លេចទុកនៅសាលាបើជាអាណាព្យាបាលសិស្សប្រហែលជានាងមកតាមរោគកូនរបស់នាងឬយ៉ាងណាពេលនោះលោកគ្រូចំណាប់ស្តាក់ស្ទើរមិនដឹងថាគួរតែសួរនាងឬយ៉ាងណារួចលោកគ្រូក៏បានសម្រេចចិត្តសួរតែម្ដងលោកគ្រូបានចាំងពឹងទៅលើនាងហើយនិយាយថាមីងមកធ្វើអីនៅសាលាពេលនេះស្ត្រីនោះនៅតែឈរស្ងៀមមិនបានឆ្លើយតបអ្វីឡើយរំពេចនោះអារម្មណ៍របស់លោកគ្រូចំណាប់បានប្រាប់លោកគ្រូថាលោកគ្រូត្រូវតែរត់ហើយអ្វីដែលលោកគ្រូកំពុងតែឃើញនេះគឺចម្លែកសំឡេងនោះក៏បានបាត់ទៅវិញលោកគ្រូបានសួរនាងម្ដងទៀតថាមីងមកធ្វើអីស្ត្រីម្នាក់នោះក៏បានយឺតងាកមុខមកហើយញញឹមដាក់លោកគ្រូចំណាប់ស្ទើរតែដួលទៅលើដីពីព្រោះលោកគ្រូបានឃើញធ្មេញរបស់នាងស្រួចដូចជាធ្មេញពស់វែកមានរាងត្រីកោណគួរឲ្យខ្លាចខ្លាំងណាស់ហើយភ្នែករបស់នាងគឺលឿងហើយឡើងល្អក់នាងក៏បានបើកមាត់របស់នាងហើយធ្មេញក៏បានប៉ះគ្នាទឹកមុខរបស់នាងគឺដូចជាមនុស្សគ្មានអារម្មណ៍អ្វីទាំងអស់ស្ត្រីនោះក៏បានញៀកទៅខាងស្ដាំបន្តិចពេលនោះហើយលោកគ្រូចំណាប់ក៏រត់តែម្ដងលោកគ្រូបានរត់ដោយលោតឆ្លងកាំចម្តា3ទៅ4កាំក្នុងមួយជំហានលោកគ្រូគិតថាត្រូវតែរត់ចុះទៅឲ្យលឿនបំផុតតាមដែលអាចធ្វើបានពេលកំពុងរត់លោកគ្រូក៏បានឮសំឡេងអ្វីមួយកំពុងតែរត់តាមមកផងដែរលោកគ្រូក៏បានងាកក្រោយទៅមើលឃើញថាស្ត្រីនោះកំពុងតែរត់តាមចុះមកលោកគ្រូខ្លាចខ្លាំងណាស់លោកគ្រូមានអារម្មណ៍ថាខ្លួនឯងប្រហែលជានឹងស្លាប់ហើយពីព្រោះខ្លាចខ្លាំងណាស់ហើយបើស្ត្រីនោះតាមទាន់លោកគ្រូប្រកាសជាមិនរួចខ្លួនទេលោកគ្រូក៏បានគិតក្នុងចិត្តថាបើលោកគ្រូរួចខ្លួននៅយប់នេះលោកគ្រូនឹងមិនត្រឡប់មកទីនេះទៀតទេរហូតទាល់តែលោកគ្រូរត់ទៅដល់បន្ទប់សម្រាប់គ្រូរបស់លោកគ្រូបានចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចយកខ្លួនឯងទល់នឹងទ្វារជាប់តែម្ដងនៅក្នុងក្បាលរបស់លោកគ្រូគឺខ្លាចខ្លាំងណាស់គិតថាតើស្ត្រីនោះនឹងតាមមកដល់ឬទេលោកគ្រូចំណាប់បានប្រណម្យដៃហើយសូត្រធម៌នៅក្នុងចិត្តនឹកដល់ឪពុកម្ដាយគ្រូបាអាចារ្យដែលលោកគ្រូគោរពសូមឲ្យពួកគេជួយផងលោកគ្រូមិនបានបំពេញអ្វីទាំងអស់ហេតុអ្វីក៏មកឡងបន្លាចលោកគ្រូដូច្នេះមួយសន្ទុះក្រោយមកភ្លៀងក៏បានឈប់ធ្លាក់ហើយជុំវិញខ្លួនមានតែភាពស្ងៀមស្ងាត់លោកគ្រូមានអារម្មណ៍ស្ពឹកដៃស្ពឹកជើងលោកគ្រូគិតថាចង់រត់ចេញពីសាលាឲ្យលឿនបំផុតហើយត្រឡប់ទៅផ្ទះប៉ុន្តែលោកគ្រូមិនអាចធ្វើបានពីព្រោះលោកគ្រូនៅតែធ្វើកាតព្វកិច្ចរបស់ខ្លួនឡើយហើយម្យ៉ាងវិញទៀតបើលោកគ្រូបើកទ្វារចេញទៅមិនដឹងថាស្ត្រីនោះនៅរងចាំនៅខាងក្រៅឬយ៉ាងណាទេលោកគ្រូចំណាប់បានអង្គុយនៅក្នុងបន្ទប់សម្រាប់គ្រូរហូតដល់មានអារម្មណ៍ថាខាងក្រៅធម្មតាហើយលោកគ្រូក៏គិតថានឹងរត់ត្រឡប់ទៅផ្ទះតែម្ដងលោកគ្រូមិនចង់រងចាំរហូតដល់ព្រឹកទេពីព្រោះពេលនេះលោកគ្រូបានផ្ញើរូបភាពចូលក្នុងក្រុមរួចហើយគឺការងាររបស់លោកគ្រូបានបញ្ចប់ហើយលោកគ្រូក៏បានប្រញាប់ប្រមូលអីវ៉ាន់ដាក់ចូលទៅក្នុងកាបូបស្ពាយរួចលោកគ្រូក៏បានឮសំឡេងកកែកសំឡេងនេះ
បានបន្លឺឡើងពីខាងមុខទ្វាររបស់លោកគ្រូហាក់ដូចជាសំឡេងមនុស្សយកក្រចកទៅកោះនៅជុំវិញមាត់ទ្វារលោកគ្រូចំណាប់ដឹងភ្លាមថាស្ត្រីនោះកំពុងតែនៅមុខបន្ទប់របស់លោកគ្រូហើយលោកគ្រូមិនដឹងថាត្រូវធ្វើដូចម្តេចឡើយគឺបើលោកគ្រូរត់ទៅផ្ទះវាក៏មានផ្លូវចេញតែមួយគត់គឺទ្វារខាងមុខបន្ទប់ហើយស្ត្រីនោះក៏នៅខាងមុខទ្វារនេះបើលោកគ្រូចេញទៅលោកគ្រូប្រកាសជាមិនរួចខ្លួនទេហើយក៏មិនដឹងថានាងនឹងធ្វើអ្វីជាមួយលោកគ្រូផងដែរលោកគ្រូក៏បានឆ្ងល់ថាហេតុអ្វីក៏ស្ត្រីនេះមកលងបន្លាយលោកគ្រូបានមើលទៅបង្អួចត្រង់វាំងនឿននោះបានបើកឡើងហើយលោកគ្រូក៏បានឃើញរូបភាពរបស់ស្ត្រីនោះកំពុងតែចាប់ជាប់នឹងបង្អួចត្រង់បង្អួចនោះមានដែកទ្រង់ហើយនាងក៏កំពុងតែកាន់ជាប់នឹងដែកទ្រង់នោះនាងបាននិយាយថានៅក្នុងបន្ទប់នេះឬនៅក្នុងនេះមែនទេលោកគ្រូចំណាប់ភ្នែកធំតែម្ដងលោកគ្រូមានអារម្មណ៍ថាខ្លាចរហូតដល់ក្លឿនញ័ររួចលោកគ្រូក៏បាត់បង់ស្មារតីដាច់គំនិតតែម្ដងលោកគ្រូដឹងថាมันអាចធ្វើអ្វីបានទៀតហើយរត់ចេញទៅក៏មិនបានជើងរបស់លោកគ្រូក៏រឹងរើមិនរួចលោកគ្រូចំណាប់មានអារម្មណ៍ថាខ្លួនឯងហៀបនឹងសម្លាប់ស្ត្រីនោះក៏បានសម្លឹងមើលមកលោកគ្រូហើយស្រមោលរបស់នាងក៏នៅត្រង់បង្អួចលោកគ្រូក៏បានឃើញភ្នែករបស់នាងដែលកំពុងតែសម្លឹងមកហើយស្នាមញញឹមរបស់នាងផងដែរវាហាក់ដូចជានាងចង់ស៊ីលោកគ្រូអញ្ចឹងបន្ទាប់មកលោកគ្រូចំណាប់ក៏បានរកកូនសោរបស់លោកគ្រូក៏បានឃើញថាកូនសោដែលចាក់ទ្វារខាងមុខសាលាក៏បាត់ទៅហើយពេលឃើញបែបនេះលោកគ្រូកាន់តែតក់ស្លុតជាមុនទៅទៀតបើលោកគ្រូអាចចេញទៅបានលោកគ្រូនឹងចេញពីសាលាយ៉ាងណាលោកគ្រូគិតថាកូនសោនេះប្រហែលជាបាត់បង់តាំងពីពេលដែលលោកគ្រូរត់គេចពីខ្មៅមកម្លេះលោកគ្រូក៏មិនដឹងថាកូនសោនេះបានទៅដល់ទីណាលោកគ្រូក៏គិតថាផ្លូវទី2គឺរុញទ្វារចេញហើយរត់តែម្ដងរហូតដល់ជិតខាងមុខសាលាចាំផ្លាស់ប្ដូរផែនការលោកគ្រូចំណាប់បានគិតមួយសន្ទុះក៏សម្រេចចិត្តជ្រើសរើសយកផ្លូវទី2គឺលោកគ្រូនឹងបើកទ្វារហើយរត់ចេញទៅឲ្យលឿនបំផុតលោកគ្រូចំណាប់គឺជាគ្រូបង្រៀនកីឡាគឺរាងកាយរបស់លោកគ្រូគឺរឹងមាំហើយលេងកីឡាពូកែស្រាប់ហើយការរត់ចេញទៅឲ្យលឿនបំផុតគឺមិនពិបាកទេយ៉ាងណាក៏ដោយការរត់ចេញទៅគឺល្អជាងការរងចាំរហូតដល់ព្រឹកនៅក្នុងបន្ទប់នេះពីព្រោះលោកគ្រូមិនដឹងថាស្ត្រីនោះអាចចូលមកក្នុងបន្ទប់បានឬយ៉ាងណាទេហើយបើនាងចូលមកបានតើលោកគ្រូនឹងធ្វើដូចម្តេចលោកគ្រូមិននៅរងចាំឡើយលោកគ្រូចំណាប់បានប្រមូលកម្លាំងចិត្តហើយគិតថាសូមឲ្យបុណ្យទាំងអស់ដែលបានធ្វើជួយឲ្យលោកគ្រូរត់ខ្លួននៅថ្ងៃនេះផងចុះហើយបើសិនជាលោកគ្រូចេញពីបន្ទប់ទៅសូមឲ្យស្ត្រីនេះតាមលោកគ្រូមិនទាន់លោកគ្រូក៏បានសូត្រធម៌ពេលសូត្រធម៌រួចលោកគ្រូក៏បានដកដង្ហើមវែងរួចស្ពាយកាបូបហើយបើកទ្វារបន្ទប់រួចរត់ចេញទៅភ្លាមតែម្ដងពេលលោកគ្រូរត់ចេញទៅលោកគ្រូក៏បានឮសំឡេងរបស់ស្ត្រីនោះកំពុងតែរត់តាមមកសំឡេងជើងរបស់នាងដែលរត់តាមមកពីក្រោយមកគឺជាប់គ្នាតែម្ដងលោកគ្រូក៏បានរត់ទៅខាងមុខអគារមួយរួចក៏បានជួបនឹងកូនសោរបស់លោកគ្រូដែលធ្លាក់នៅនឹងដីលោកគ្រូចំណាប់ក៏បានបន្ថយល្បឿនហើយអោនទៅរើសលោកគ្រូក៏មានអារម្មណ៍ថាមានអ្វីមួយមកអោបពីខាងក្រោយពេលលោកគ្រូសម្លឹងមើលទៅខាងឆ្វេងក៏ឃើញស្ត្រីម្នាក់នេះកំពុងតែអោបពីខាងក្រោយហើយនាងបានបញ្ចេញសំឡេងរួចនិយាយថាចាប់បានហើយលោកគ្រូចំណាប់ដោយសភាវឹកខ្លាចខ្លាំងណាស់ក៏បានទម្លាក់ខ្លួនទៅខាងក្រោយតែម្ដងពេលនោះលោកគ្រូមិនគិតថាខ្លួនឯងនឹងឈឺចាប់អ្វីឡើយលោកគ្រូដឹងតែថាត្រូវតែយកខ្នងរបស់ខ្លួនឯងទៅបុកនឹងដីដើម្បីឲ្យខ្មោចស្រីនេះធ្លាក់ចេញទៅលោកគ្រូក៏ដួលទៅលើដីរួចរត់ទៅមុខទាំងភ្នែកសម្លឹងទៅមុខតែម្ដងពេលកំពុងរត់លោកគ្រូក៏មានអារម្មណ៍ឈឺចាប់ហើយស្ពឹកពេញខ្លួនប៉ុន្តែការឈឺចាប់នេះមិនបាននៅក្នុងចិត្តរបស់លោកគ្រូឡើយពី
ពីព្រោះលោកគ្រូខ្លាចខ្លាំងណាស់ពេលនោះគឺលោកគ្រូត្រូវតែរស់ហើយចេញពីសាលានេះឲ្យបានពេលនោះក៏នៅតែមានសំឡេងនរណាម្នាក់កំពុងរត់តាមមកហើយនាងក៏បាននិយាយតាមក្រោយមកថាសូមស៊ីបន្តិចទៅណាសូមស៊ីទៅលោកគ្រូចំណាប់ខ្លាចរហូតដល់បាត់បង់ស្មារតីហើយលោកគ្រូក៏បានស្រែកឡើងថាជួយផងខ្មោចលងជួយខ្ញុំផងជួយខ្ញុំផងលោកគ្រូបានស្រែកបែបនេះដដាលហើយរត់យំផងដែរពេលមកដល់បរិវេណខាងមុខសាលាលោកគ្រូមិនបានគិតចាក់សោទ្វារអ្វីឡើយលោកគ្រូចំណាប់បានលោតត្រឡប់ខ្លួនឆ្លងកាត់របងសាលាតែម្ដងពេលឆ្លងទៅហើយលោកគ្រូក៏បានសម្លឹងមើលចូលទៅក្នុងសាលាម្ដងទៀតហើយឃើញស្ត្រីម្នាក់នេះកំពុងតែឈរញញឹមដាក់លោកគ្រូធ្មេញរបស់នាងគឺស្រួចភ្នែករបស់នាងគួរឲ្យខ្លាចខ្លាំងណាស់ហើយស្នាមញញឹមរបស់នាងគឺរន្ធត់ពិតប្រាកដមែនបន្ទាប់មកលោកគ្រូចំណាប់ក៏បានរត់ទៅផ្ទះតែម្ដងនៅថ្ងៃបន្ទាប់លោកគ្រូក៏បានទៅធ្វើបុណ្យពេញមួយថ្ងៃហើយនៅថ្ងៃច័ន្ទពេលចូលធ្វើការលោកគ្រូក៏បានសុំច្បាប់ឈប់សម្រាកពីព្រោះលោកគ្រូដឹងថាខ្លួនឯងមិនអាចទ្រាំបានទៀតទេនៅថ្ងៃអង្គារលោកគ្រូក៏បានត្រឡប់មកធ្វើការនៅសាលាជាធម្មតាហើយលោកគ្រូក៏បាននិយាយរឿងរ៉ាវនេះប្រាប់ទៅលោកគ្រូចេនដែលជាមិត្តរួមការងារលោកគ្រូចេនក៏បាននិយាយថាខ្ញុំប្រាប់ហើយប៉ុន្តែតាំងពីលោកញាតមកខ្ញុំក៏បានដេកលក់ហើយពេលភ្ញាក់ឡើងក៏ម៉ោងជាង11យប់ហើយខ្ញុំក៏មិនទាន់បានដើរត្រួតពិនិត្យសាលាដែរខ្ញុំក៏បានទៅដើរត្រួតពិនិត្យហើយថតរូបរួចក៏ប្រញាប់ត្រឡប់មកវិញប៉ុន្តែពេលត្រឡប់មកក៏តាមមិនទាន់ហើយខ្ញុំក៏បានជួបនឹងរឿងរ៉ាវគួរឲ្យខ្លាចនេះឯងចុះលោកគ្រូចេនដែលនៅទីនេះយូរហើយដឹងរឿងអីឬទេថាសាលានេះមានរឿងអីលោកគ្រូចេនក៏បាននិយាយថាមានតាលោកគ្រូឃើញទេក្បែរសាលាយើងគឺវត្តគឺដីដែលសាងសង់សាលានេះត្រូវបានបរិច្ចាគមកលោកគ្រូចំណាប់គិតថាពីមុនទីនេះទីអ្វីលោកគ្រូចំណាប់ក៏គិតមួយសន្ទុះរួចក៏ដឹងតែម្ដងលោកគ្រូក៏បានសួរថាពីមុនជាទីបញ្ចុះសពឬព្រៃខ្មោចមែនទេលោកគ្រូចេនក៏ងក់ក្បាលហើយបាននិយាយបន្តថាកាលពីពួកគេសាងសង់សាលានេះថ្មីត្រង់អាគារ3ពីមុនមានខ្ទមអ្នកតាឬតុបូជាចាស់នៅទីនោះបន្ទាប់ពីនោះមកទាំងគ្រូនិងសិស្សក៏តែងតែជួបខ្មោចនៅទីនោះពេលសិស្សប្រកួតកីឡាឬមកហាត់កីឡាពេលយប់គឺតែងតែជួបជានិច្ចគ្រូបង្រៀនដែលមកចូលវេនឬមកធ្វើការយប់ក៏ជួបដែរនាយកដែលនៅពេលនោះក៏បានប្រាប់ពូភិរៈរងឲ្យវេខ្តំអ្នកតានោះចោលពេលវេចោលក៏មិនបានធ្វើពិធីអីឡើយហើយចាប់ពីថ្ងៃនោះមកក៏តែងតែមានមនុស្សជួបមុខមាត់ចម្លែកនិងគួរឲ្យខ្លាចគ្រប់ថ្ងៃសិលតែម្ដងលោកគ្រូចំណាប់ដឹងទេថាធ្លាប់មានគ្រូបង្រៀនដែលធ្លាប់នៅទីនេះត្រូវខ្មោចឡងរហូតដល់ឆ្កួតក៏មានឬលោតអាគារសម្រាប់ខ្លួនក៏មានដែរឬគ្រូខ្លះក៏ដេកស្លាប់នៅក្នុងបន្ទប់រៀនក៏មានដែរហើយអ្នកដែលបានផ្លាស់ប្ដូរទាំងនោះគឺតែងតែចេញមកក្រោយម៉ោង12យប់នឹងឯងវិញ្ញាណដែលលោកគ្រូបានជួបនោះគឺញាតិធួតម្ម្ចាស់ដីទីនេះពីមុនគេនិយាយថាយាយធួតនេះគឺជាខ្មោចអាបគាត់ជាមនុស្សដែលលៀងអំពើខ្មៅចូលចិត្តធ្វើពិធីចម្លែកនៅក្នុងដីរបស់គាត់នេះឯងហើយគាត់ក៏មានគ្រឿងបូជាដែលគួរឲ្យខ្លាចខ្លាំងណាស់ផងដែរបន្ទាប់ពីនោះមកគាត់ក៏បានឈឺហើយសតិមិនល្អរួចមិនយូរប៉ុន្មានគាត់ក៏បានស្លាប់ទៅបន្ទាប់មកកូនប្រុសរបស់គាត់ក៏បានសាងសង់ខ្ទមអ្នកតាឲ្យគាត់នឹងឯងហើយក៏ជាខ្ទមដែលនាយកបានប្រាប់
ពូភិរិយរងឲ្យវាយបំផ្លាញចៅនោះឯងការសម្រេចចិត្តនៅបន្តរឿងដែលលោកគ្រូចំណាប់បានជួបក៏បានផ្សព្វផ្សាយពេញសាលាគ្រូបង្រៀនទាំងអស់ក៏បានដឹងរឿងនេះពេលនោះលោកគ្រូចំណាប់មានអារម្មណ៍ថាมันអាចនៅបន្តបានទៀតទេលោកគ្រូក៏បានទៅដាក់ពាក្យលាលែងពីការងារនៅសាលាប៉ុន្តែពេលចូលទៅនិយាយជាមួយនាយកសាលានាយកក៏មិនចង់ឲ្យលោកគ្រូលាឈប់ឡើយពីព្រោះលោកគ្រូចំណាប់គឺជាគ្រូបង្រៀនដ៏ល្អម្នាក់នាយកក៏បានកោះប្រជុំរួចបានសម្រេចចិត្តថានឹងមិនឲ្យគ្រូបង្រៀនមកដេកយាមសាលានៅពេលយប់ទៀតទេគឺសាលានឹងជួលអង្គភាពសន្តិសុខមកយាមដោយខ្លួនឯងវាបានធ្វើឲ្យលោកគ្រូចំណាប់សប្បាយចិត្តហើយបន្តបង្រៀននៅទីនេះតទៅទៀតហើយបន្តពីនោះមកក៏គ្មាននរណាម្នាក់បានជួបខ្មោចស្រីម្នាក់នេះទៀតឡើយហើយនេះគឺជារឿងរ៉ាវទាំងអស់តើជាយ៉ាងណាដែរសម្រាប់រឿងនិទាននៅថ្ងៃនេះសូមមិត្តភក្តិចុច like share subscribe ហើយ comment និយាយគ្នាបានដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំក្នុងការធ្វើវីដេអូបន្តទៀតសម្រាប់ថ្ងៃនេះសូមជម្រាបលា